នៅក្នុងខេត្តសៀមរាបគឺជាប្រាសាទមួយដែលមានភាពទាក់ទាញរវាងប្រាសាទហើយនិងធម្មជាតិទី2ប្រវត្តិប្រាសាទតាព្រហ្មមាននាមដើមថារាជវិហារដែលត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នាចុងសតវត្សទី12ប្រាសាទនេះផងដែរត្រូវមានគោលបំណងនៅក្នុងការឧទ្ទិសទៅដល់ព្រះមេដារបស់ព្រះអង្គហើយប្រាសាទតាព្រហ្មនេះផងដែរគឺជាកន្លែងទីអារាមនិងជាមជ្ឈមណ្ឌលសិក្សាដ៏ធំមួយនាសម័យនោះទី3លក្ខណៈពិសេសប្រាសាទនេះមានដើមឈើជុំវិញដុះច្រើននិងធំដែលចាក់ទម្លុះទៅលើប្រាសាទផងដែរអាចចុចបានចូលមួយវិញទៀតប្រាសាទនេះគឺមាន លក្ខណៈពិសេសដ៏សំខាន់និងតាក់ទាញនៅភ្ញៀវទេសចរជុំវិញពិភពលោកគឺមានលក្ខណៈសម្គាល់នៅមានដើមឈើដែលដោះនៅលើប្រាសាទនេះផ្ទាល់ហើយចំណុចពិសេសដែលកាន់តែតាក់ទាញភ្ញៀវកាន់តែខ្លាំងទៀតគឺតារាសម្ដែងស្រីគឺអ្នកស្រី Angelina Jolie បានមកសម្ដែងនៅរឿង Tomb Raider ដែលទទួលរងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោកផងដែរចំណុចបន្ទាប់គឺជាចម្លាក់ដៃណូស័រកន្លែងនេះផងគឺជាកន្លែងនេះផងដែរគឺជាកន្លែងដែលមានការតាក់ទាញនៅទាំងភ្ញៀវក្នុងស្រុកនិងភ្ញៀវក្រៅស្រុកដែលចង់ឃើញនៅចម្លាក់សត្វដៃណូស័រដែលមាននៅលើផ្ទាំងប្រាសាទនេះផ្ទាល់តែម្ដងចំណុចបន្ទាប់ទៀតគឺព្រះពុទ្ធបដិមានៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី7មានការគោរពទៅលើព្រះពុទ្ធសាសនាតែក្រោយមកលំហូរនៃព្រហ្មញ្ញសាសនាដែលជាហេតុនាំឲ្យមានការដាប់ចោលនៅចម្លាក់ព្រះពុទ្ធសាសនាដោយជំនួសដោយនៅចម្លាក់លំដាប់បន្តគឺជាក្បាច់ផ្កាខ្មែរនៅលើជញ្ជាំងប្រាសាទមានក្បាច់ផ្កាជាច្រើនដូចជាផ្ការំដួលផ្កាចាន់ផ្កាឈូកដែលផ្ការំដួលជាផ្កាដែលមាននៅជាប់នៅលើមកុដរបស់អប្សរាដែលលំអឲ្យអប្សរាកាន់តែមានសម្រស់ផូរផង់ដែលមានជាប់នៅលើផ្ទាំងប្រាសាទតែម្ដងបន្ទាប់មកទៀតគឺជាផ្កាច័ន្ទដែលចម្លាក់ឡើងដើម្បីបំពេញចន្លោះឬប្រហោងណាមួយជាពិសេសមាននៅតាមឌីក័តាមខ្លោងទ្វារប្រាសាទនិងជាប្រាសាទដែលតំណាងឲ្យសេចក្តីថ្លៃថ្នូររបៀបរៀបរយនិងតំណាងឲ្យទិសទាំង4ដែលជាសិរីសួស្តីដល់ប្រាសាទតាព្រហ្មផងដែរមួយវិញទៀតគឺផ្កាឈូកដែលជាចម្លាក់ផ្ទាល់នៅប្រាសាទនេះដែលធ្វើជាជើងទម្រទ្រនៅពីក្រោមរូបព្រះពុទ្ធបដិមានិងចម្លាក់ផ្សេងទៀត4គឺជាបង្ហាញពីសេចក្តីសន្និដ្ឋានរបស់ប្រជាជនទាំងមូលដែលមួយគឺជាក្តីកតញ្ញូរបស់ព្រះមហាក្សត្រចំពោះព្រះមេដាដោយត្រង់នេះมันមានការគោរពចំពោះព្រះបិតាដោយសារតែព្រះបិតាបានធ្វើនៅប្រាសាទផ្សេងទៀតហើយសារៈអប់រំមួយទៀតគឺជាគោលប្រជាជនខ្មែរផ្ទាល់ដែលជួយការពារសម្បត្តិវប្បធម៌ជាតិដែលដូចជាការទៅលេងឬផ្សព្វផ្សាយឲ្យល្បីផ្សព្វផ្សាយពេញពិភពលោកនឹងធ្វើឲ្យមានភ្ញៀវទេសចរមកទស្សនាប្រាសាទតាព្រហ្មនៅប្រទេសកម្ពុជាកាន់តែច្រើនផងដែរចុងក្រោយបាទចំណុចចុងក្រោយខ្ញុំបាទសូមអរគុណលោកគ្រូនិងអ្នកគ្រូដែលមានវត្តមាននៅទីនេះនិងជូនពរឲ្យលោកគ្រូអ្នកគ្រូមានសុខភាពល្អប្រកបដោយសេចក្តីសុខសេចក្តីចម្រើនរស់នៅប្រកបដោយសុភមង្គលទាំងអស់គ្នាអរគុណ